ស្ដីបងប្អូនព្រឹកនេះយើងចាប់ដើមកាត់តបែកឲ្យមួយទៅហើយអញ្ចឹងតបែកយើងមកព្រឹកយើងកាត់បាន10គីឡូឬក៏5-10គីឡូបងប្អូនយើងកាត់ជារៀងរាល់ថ្ងៃបងប្អូនអញ្ចឹងយើងកាត់រៀងរាល់ថ្ងៃព្រោះយើងមានមួយថ្ងៃនេះយើងកាត់ទៅហើយយើងកាត់ឲ្យបងប្អូននេះបងប្អូនមើលតបែកយើងកាត់មើលតបែកនេះបាយយើងកាត់រាល់ថ្ងៃណាបងប្អូនណាអញ្ចឹងបានខ្ញុំប្រាប់បងប្អូនណាដែលមានដីតនេទឹកចោលគួរដាក់ដាំតបាយទៅបងប្អូននេះប៉ុន្តែយើងកាត់បានហើយបងប្អូននេះយើងកាត់មកបងប្អូនយើងកាត់មកបងប្អូនកាត់មកចេះអីយើងកាត់បានហើយបងប្អូននេះកាត់មកបងប្អូនយើងកាត់នេះយើងកាត់ហើយយើងកាត់ទុកឲ្យវានៅស្លឹកចេះដើម្បីកុំឲ្យវាឲ្យវានៅរឿងស្រស់ណាបងប្អូនចង់និយាយចឹងឲ្យវានៅរឿងស្រស់ឲ្យវានៅរឿងស្រស់យើងកាត់រាល់ថ្ងៃណាបងប្អូនតបែកយើងតបែកខ្ញុំកាត់រាល់ថ្ងៃមួយថ្ងៃ10គីឡូមួយថ្ងៃ5-10គីឡូនិយាយទៅចំណូលវាមួយថ្ងៃក៏យើងនិយាយថា30000 ទៅ 40000ចុះអញ្ចឹងបងប្អូន30000 ទៅ 40000ចុះ30000 ទៅ 40000ក៏វាព្រៀងគ្រាន់ដែរអញ្ចឹងវាកាត់ថយចំណាយយើងដែរជាជាងយើងទុកដីតនេចោលបងប្អូនធំមួយនេះចូលសិតចូលកន្លះគីឡូជាងហ្នឹងបងប្អូនតបាយខ្ញុំនេះចូលសិតកន្លះគីឡូជាងហ្នឹងអញ្ចឹងបងប្អូនណាមានដីតនេទុកចោលអីសាក់ដាំតបាយតាមខ្ញុំណាបងប្អូនណាកុំទុកដីតនេចោលស្ដាយបងប្អូនស្ដាយអានេះយើងកាត់ឲ្យមួយបងប្អូនកាត់ឲ្យមួយនៅខាងពងចាំងពងឆ្នាំងខ្ញុំភ្លេចខែគាត់បាត់ហើយមួយកាត់ខ្លោកំងណាបងប្អូនកំងនេះបងប្អូននេះសស្អាតបងប្អូនណាត្រូវការអីចង់កំងអីតកំងមុនណាបងប្អូនណាកំងមុនមកខ្ញុំទុកឲ្យតែពេលធំខ្ញុំផ្ញើទៅឲ្យតែម្ដងអញ្ចឹងបងប្អូនខ្ញុំផ្ញើទៅឲ្យតែម្ដងនេះជាចំណូលបន្ទាប់បន្សំមកបងប្អូនគេហៅចំណូលបន្ទាប់បន្សំបងប្អូនណាអឡនេះគេហៅចំណូលបន្ទាប់បន្សំបងប្អូនអញ្ចឹងយើងទៅនេពីការរស់ស៊ីឬក៏ទៅនេពីការងារដែលយើងធ្វើហ្នឹងយើងគួរតែដាំដំណាំអានេះយើងករណីដែលយើងធំបងប្អូនដែលយើងអាចដាំបានឬក៏ចិញ្ចឹមសត្វអីចឹងទៅអញ្ចឹងណាបងប្អូនអាហ្នឹងគេហៅចំណូលបន្ទាប់បន្សំដែរអូយវាបានរាល់ថ្ងៃផងយើងដែរចំល្អពេកបងប្អូនត្រូវការកំងអីអាចកំងមុនណាបងប្អូនណាកំងខ្ញុំមុនមកខ្ញុំនឹងទុកឲ្យបងប្អូនខ្ញុំទុកឲ្យខ្ញុំអានេះសម្រាប់អានេះកំងមុននេះបានខ្ញុំទុកឲ្យអានេះកំងមុនបានទេបងប្អូនមានចង់បានផ្លែក៏បានចង់បានពូជក៏បានបងប្អូនណាមានទាំងពូជមានទាំងផ្លែដែរអញ្ចឹងបងប្អូនផ្លែឡើងលហើយឆង់បងប្អូនផ្លែឡើងលហើយឆង់អរគុណ